ថៃអុកឡុកនៅតាមព្រំដែនគឺដើម្បីបង្ខំរដ្ឋាភិបាលគ្រួសារហ៊ុនចុះកិច្ចព្រមព្រៀងថ្មីជាមួយនឹងថៃអ្នកខ្លាំមើលសង្គមកម្ពុជាអះអាងថាសកម្មភាពរបស់ភាគីថៃដែលតែងតែប្រឌិតព័ត៌មានចោទមកលើកម្ពុជាគឺថៃមានចេតនាបង្ខំឲ្យរដ្ឋាភិបាលត្រកូលហ៊ុនចុះកិច្ចព្រមព្រៀងថ្មីជាមួយថៃដោយសន្យាថាមិនប្រើប្រាស់យន្តការអន្តរជាតិគឺអនុវត្តត្រឹមការនិយាយគ្នាដោយទ្វេភាគីរវាងកម្ពុជាថៃតែប៉ុណ្ណោះការអះអាងនេះគឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃជំវិញការបាញ់11គ្រាប់នៅព្រំដែនអូស្មាច់ក្នុងខេត្តឧត្តរមានជ័យថាជាព័ត៌មានមិនពិតនិងជាការមូលបង្កាច់ដ៏ធ្ងន់ធ្ងរស្ថានភាពនៅតាមព្រំដែនខ្មែរថៃនៅតែបន្តឡើងកម្ដៅម្ដងម្កាលដោយភាគីទាំងពីរតែតែចោទគ្នាទៅវិញទៅមកពីការបង្កហេតុនិងការផ្ទុះអាវុធជាក់ស្ដែងកាលពីថ្ងៃទី13ខែឧសភាយោធាថៃបានចោទប្រកាន់ថាកងទ័ពកម្ពុជាបានបាញ់11គ្រាប់នៅព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យអ្នកនាំពាក្យកងទ័ពជើងគោកថៃលោកវិនថៃសូវ៉ារីបានអះអាងនៅថ្ងៃទី14ឧសភាដោយចោទថាតាំងពីមានបទឈប់បាញ់មកកម្ពុជាបានផ្ទុះអាវុធស្ទើររាល់ថ្ងៃនៅតាមបណ្ដោយព្រំដែនប្រវែង400គីឡូម៉ែត្រដើម្បីបង្ករឿងជាមួយថៃនិងប្រឌិតព័ត៌មានคล้ายៗយកមកផ្សព្វផ្សាយទៅកាន់អន្តរជាតិលោកចោទទៀតថាករណីផ្ទុះអាវុធនៅតាមព្រំដែនមួយចំនួនគឺកើតចេញពីកងទ័ពខ្មែរដែលគ្មានវិន័យហើយនៅក្រោយការផ្ទុះអាវុធមេដឹកនាំឬអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាតែងតែចេញបដិសេធភ្លាមៗដែលបញ្ហានេះមិនបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមិនស៊ីចង្វាក់គ្នាលើការផ្ដល់ព័ត៌មានរវាងទីបញ្ជាការជាមួយនឹងកងទ័ពដែលប្រចាំនៅតំបន់អ្នកនាំពាក្យយោធាថៃរូបនេះព្រមានថាប្រសិនបើករណីផ្ទុះអាវុធចូលក្នុងទឹកដីថៃនោះយោធាថៃនឹងឆ្លើយតបភ្លាមៗដោយប្រើប្រាស់កម្លាំងទ័ពដោយឡែកក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី13ខែឧសភាបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃដែលអះអាងថាទាហានកម្ពុជាបានបាញ់កាំភ្លើងចំនួន11គ្រាប់នៅតំបន់ព្រំដែនអូស្មាច់ក្នុងខេត្តឧត្តរមានជ័យកម្ពុជាចាត់ទុកការលើកឡើងដូចនេះរបស់ភាគីថៃថាជាព័ត៌មានមិនពិតនិងជាការមូលបង្កាច់យ៉ាងធ្ងន់ធ្ងរក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅយប់ថ្ងៃទី13ខែឧសភាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជីតាបានចាត់ទុកថាការចុះផ្សាយរបស់សារព័ត៌មានថៃជាព័ត៌មានមិនពិតនិងជាការមូលបង្កាច់យ៉ាងធ្ងន់ធ្ងរក្រសួងការពារជាតិបដិសេធចោលទាំងស្រុងចំពោះការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយថៃទោះបីភាគីថៃចោទទាហានកម្ពុជាថាគ្មានវិន័យនិងតែបង្កហេតុបែបណាក្តីតែស្ថានភាពជាក់ស្ដែងនៅតាមព្រំដែននោះកងទ័ពកម្ពុជាមួយចំនួនឈរជើងនៅជួរមុខធ្លាប់អះអាងថាទាហានថៃទៅវិញទេដែលគ្មានវិន័យទាហានថៃតែងតែប្រើពាក្យសម្ដីកាយវិការប្រមាថទាហានខ្មែរព្រមទាំងផ្ទុះអាវុធជាញឹកញាប់ដើម្បីចង់ឲ្យផ្ទុះសង្គ្រាមជាមួយកម្ពុជាជាថ្មីទៀតលើសពីនេះកងទ័ពថៃតែងតែរីបន្លាលួសរំកិលចូលដីខ្មែរនិងសាងសង់សំណង់រឹងផ្សេងៗដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកកឹមសុខបានប្រាប់ទូរទស្សន៍ស៊ីសេរីថាភាគីថៃដឹងច្បាស់ថារដ្ឋាភិបាលក្រុមគ្រួសារហ៊ុនខ្សោយសូម្បីតែបង្រួមជាតិកម្ពុជាក៏មិនបានដូច្នេះថៃមិនខ្លាចនឹងធ្វើការអុកឡុកប្រទេសកម្ពុជានោះឡើយលោកកឹមសុខបន្ថែមថាភាគីថៃវាយមកលើកម្ពុជាហើយថៃចោទកម្ពុជាថាវាយទៅគេវិញរួចហើយផ្សព្វផ្សាយបោកប្រាស់ជុំវិញពិភពលោកដូច្នេះរដ្ឋាភិបាលត្រកូលហ៊ុនត្រូវតែពន្លឿននីតិវិធីឬក៏ប្រើប្រាស់យន្តការអន្តរជាតិបើមិនដូច្នោះទេភាគីថៃនឹងនៅតែអុកឡុកកម្ពុជារួចហើយបង្កើតព័ត៌មានចោទប្រកាន់កម្ពុជាជុំវិញពិភពលោកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកកឹមសុខបន្ថែមថាថៃប្រឹងធ្វើដូច្នេះគឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយថៃជាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនសន្យាជាមួយថៃថាមិនប្រើប្រាស់យន្តការអន្តរជាតិដូចជា UNCLOS និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឬក៏តុលាការយុត្តិធម៌អន្តរជាតិជាដើមកាលពីថ្ងៃទី13ខែឧសភាកាសែតថៃខៅសុតអ៊ីងលីសបានរាយការណ៍ដោយយោងពីកងទ័ពភូមិភាគទី2ថៃថានៅល្ងាចថ្ងៃទី13ខែឧសភាកងទ័ពកម្ពុជាបានបាញ់ចំនួន11គ្រាប់នៅតាមបណ្ដោយព្រំដែនអូស្មាច់នៅមុនហេតុការណ៍បាញ់11គ្រាប់នេះកាសែតថៃខៅសុតអ៊ីងលីសបានរាយការណ៍ថាកងទ័ពថៃបានបាញ់ព្រមាន2គ្រាប់បន្ទាប់ពីឃើញមានជនបរទេសម្នាក់ចូលទៅជិតរបងលូកបន្លានៅបណ្ដោយផ្លូវចូលព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាការបាញ់ចំនួន2គ្រាប់នេះគឺជាវិធានការទប់ស្កាត់ការឈ្លានពានព្រំដែននិងជៀសវាងការយល់ច្រឡំដែលអាចប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់ទាក់ទងទៅនឹងការបាញ់របស់យោធាថៃនេះលោក Kevin Smith ជាជនបរទេសជាអ្នកផលិតមាតិកាដែលផ្សព្វផ្សាយអំពីស្ថានភាពពិតនៃការឈ្លានពាននិងការគ្រប់គ្រងដោយខុសច្បាប់របស់ទាហានថៃលើផ្នែកខ្លះនៃដែនអធិបតេយ្យភាពកម្ពុជាបានបង្ហោះនៅលើ Facebook របស់លោកនៅព្រឹកថ្ងៃទី13ខែឧសភាថាទាហានថៃទើបតែបាញ់មកលើរូបលោកនៅអូស្មាច់ជាកន្លែងដែលពួកគេកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយសារតែលោកព្យាយាមនិយាយការពិតអំពីស្ថានភាពនៅទីនោះលោក Kevin Smith ថាលោកគ្មានអាវុធគ្មានការការពារនិងមិនញុះញង់អ្វីដែលលោកមានគឺកាមេរ៉ាអ្នកខ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ភាពគគ្រឹនរបស់ភាគីថៃលើដីជាក់ស្ដែងឲ្យមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិដោយបង្កើនសកម្មភាពដំឡើងកម្រិតការទូតឲ្យបានខ្ពស់ដើម្បីទាមទារឲ្យថៃដកយោធាពីទឹកដីកម្ពុជានិងត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិការប្តឹងថៃទៅកាន់តុលាការអន្តរជាតិ
ឬការដាក់បញ្ហានេះទៅកាន់យន្តការអន្តរជាតិមិនត្រឹមតែជាការការពារទឹកដីប៉ុណ្ណោះទេប៉ុន្តែក៏ជាសញ្ញាថាកម្ពុជាមានឆន្ទៈពិតប្រាកដក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិដោយផ្អែកលើច្បាប់អន្តរជាតិរាយការណ៍ព័ត៌មានដោយជំបានវិជាថនពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23